Hi, this is Susai the Kanye to Akne, Church Mukim Matochi, Krapi belong job, Tiny Kim and welcome by to Handy Song return from here. Chan Ho Money the Kan, Handy Song by Yang Ta, Tami and Way Bankan Lang, Handy Song and Banton Te, Brewer, Low Poor about Banco the House, Chan Ho Bunny the Kan, Handy Song Ta, had away much in near clean no Kanani. Handy Song Bunny the Kan, a palace in Ta, near no tini, chop around to learn firm hope, Prasan Mandochan no te, Kanyam Arch Lab like a clean band. That where I need to pay me can gush out in Handy Song Ye Clang. How Chan Ho Bunny the Kan, Handy Song by Yang Ta, Tani ចង់ញ៉ាំអ្វីបើទីនេះគ្មានអ្វីដែលត្រូវញ៉ាំផងហ្នឹងយើងបានឃើញសះសររបស់បិសាចនោះត្រូវអស់ចូលដោយពួកគេពេលនេះយើងបានឃើញហាន់ដេសុងរៀបចំនឹងធ្វើការញ៉ាំសាច់របស់បិសាចនោះយកតែម្ដងបានឃើញអញ្ចឹងអ្នកទាំងពីរស្ទើរតែចង់ក្អួតទៅហើយពេលនេះគឺទូបលេងចង់ជាប់ទៅហើយយើងបានឃើញនរណាម្នាក់ដើរចូលមកនេះគឺជាក្រុមជួយសង្គ្រោះហើយមនុស្សម្នាក់នឹងបាននិយាយទៅកាន់អ្នកទាំងអស់គ្នាថាតើអ្នកទាំងអស់គ្នាមិនអីទេអបស្រាយស៊ីមមានការសប្បាយចិត្តជាខ្លាំងហើយបាននិយាយថាអរគុណទីបំផុតខ្ញុំមានជីវិតហើយខ្ញុំពិតជាអរគុណអ្នកមែនតើមើលទៅកាន់អបឡាយស៊ីមដល់កតែម្ដងហាន់ដេសុងជួយជីវិតវាអរគុណដល់អ្នកទៅតែមកអីណាបរោះម្នាក់នឹងមានការឆ្ងល់ជាមួយហាន់ដេសុងជាខ្លាំងមានបិសាចអុកលុកភូមិទាំងមូលហេតុអ្វីបានជាគាត់អង្គុយញ៉ាំអាហារបែបនេះច័ន្ទហៅបានលើកដៃហើយនិយាយថាអរគុណសម្រាប់ការពិបាករបស់អ្នកធ្វើការនៅពេលយប់ច័ន្ទហៅបានទាស្មាហាន់ដេសុងហើយគាត់បាននិយាយថានេះគឺជាមិត្តភក្តិរបស់ខ្ញុំគាត់ធ្វើបែបនេះដោយសារគាត់មានភាពតក់ស្លុតខ្លាំងពេកច័ន្ទហៅបានធ្វើជាអោបហាន់ដេសុងហើយនិយាយថាតោះបញ្ជូនហាន់ដេសុងទៅមន្ទីរពេទ្យឲ្យគេពិនិត្យហើយបរោះម្នាក់នោះបាននិយាយទៅកាន់ច័ន្ទហៅរបស់ថាហេអ្នកមិនអាចចាក់ចេញបាននោះទេច័ន្ទហៅបានលើកដៃចូលកប៉ៅរបស់គាត់ហើយគាត់និយាយថាមិនអីទេច័ន្ទហៅបានដកយកការសង្កត់ខ្លួនរបស់គាត់មកដល់កមកសម្រាប់ច័ន្ទហៅរបស់យើងច័ន្ទហៅពេលនេះគឺបានយកមុខមាត់មែនតែនបាទបរោះម្នាក់នោះបាននិយាយទៅកាន់ច័ន្ទហៅរបស់យើងថាពេលនេះខ្ញុំយល់ហើយអ្នកមកតាមខ្ញុំមកច័ន្ទហៅបាននិយាយថាអរគុណគាត់មកដល់ក្រុមជួយសង្គ្រោះវិញពួកគេមកដល់នេះគ្មានធ្វើអ្វីបាននោះទេក្រៅពីបានត្រួតពិនិត្យមើលសាកសពបិសាចដែលបានស្លាប់តែប៉ុណ្ណោះហើយបរោះម្នាក់ក្នុងចំណោមពួកគេបាននិយាយថាមិនដឹងអាប្រកាច់ណាទេមកយកមុខមាត់អញហើយវាបានស្ដីទៅឲ្យបរោះដែលនៅគៀវាថាអ្នកឆាប់ទៅរកមនុស្សដែលនៅមានជីវិតទៅហើយបរោះម្នាក់នោះក៏បានរត់ទៅក្រុមទាហានហើយនិយាយថាខ្ញុំគឺជាក្រុមអ្នកប្រមាញ់តទៅជាមួយគ្នាហើយអាប៉ែនេះបានគិតថាតើនរណាទៅដែលមានកម្លាំងអភិយុទ្ធជាមួយបិសាចនេះហើយអាចយកឈ្នះពួកវាបានទៀតកាត់មកដល់កន្លែងនេះយើងបានឃើញរថយន្តមួយកំពុងធ្វើដំណើរដែលអ្នកបើកបរគឺច័ន្ទហូបាននិយាយទៅកាន់ហាន់ដេសុងថាតោះថ្ងៃនេះសម្រាប់ផ្ទះខ្ញុំមួយថ្ងៃទៅហាន់ដេសុងតបថាអត់ចង់ព្រោះម៉ាក់អញបារម្ភច័ន្ទហូបានតបថាដេឆានហ្មងម៉ាក់ឯងដឹងតែបារម្ភពីឯងហើយប៉ុន្តែមើលស្ថានភាពរបស់ឯងមើលដែលស្ថានភាពរបស់ហាន់ដេសុងសុទ្ធតែឈាមតែម្ដងទៅប្រឈមមុខជាមួយម៉ាក់គាត់មិនកើតបន្ទាប់មកច័ន្ទហូបាននិយាយថាខ្ញុំនឹងទំនាក់ទំនងទៅកាន់ម៉ាក់របស់អ្នកតោះទៅផ្ទះរបស់ខ្ញុំញ៉ាំមាន់ហើយពួកគេក៏បានធ្វើដំណើរទៅមកដល់ស្ថានភាពមួយរបស់ច័ន្ទហូយើងបានឃើញហាន់ដេសុងនិយាយថាអូអែមច័ន្ទហូបាននិយាយទៅកាន់ហាន់ដេសុងថាឆាប់ទៅមួយទឹកទៅខ្ញុំនឹងកំងមាន់ពេលនេះគឺអវ៉ាន់មកដល់កន្លែងតែម្ដងដឹងពេលណាខ្ញុំបានញ៉ាំអញ្ចឹងដែរនោះទេហាន់ដេសុងបានមើលទៅអាហារទាំងអស់នោះហើយនិយាយថាតើវាគឺជាអ្វីទៅច័ន្ទហូបាននិយាយទៅកាន់ហាន់ដេសុងថាគឺសន្លប់10ឆ្នាំសោះភ្លេចហាំប៊ឺហ្គឺភីសាអស់ហើយហាន់ដេសុងបានដកដង្ហើមធំហើយនិយាយទៅកាន់ច័ន្ទហូថាបើសិនបើខ្ញុំខ្លាចជាអ្នកប្រមាញ់ខ្ញុំនឹងរកប្រាក់បានច្រើនមែនទេច័ន្ទហូបានតបថាវាគឺជាការប៉ັດតើអ្នកចង់ខ្លាចជាអ្នកប្រមាញ់បិសាចកម្រិតអីមែនទេហាន់ដេសុងបានតបថាត្រូវហើយប៉ុន្តែខ្ញុំគិតថាពេលដែលអ្នកទៅសមាគមអ្នកសងប្រេងហើយវាស់វែងសុខភាពរបស់អ្នកនឹងទទួលបានកម្រិត B ប្រសិនអ្នកធ្វើបានល្អអ្នកនឹងទទួលបានកម្រិត A ហើយហាន់ដេសុងបានតបទៅវិញថាកម្រិត A កម្រិត B នឹងស្អីគេច័ន្ទហូបានតបថាវាដូចជាឆ្លាក់អញ្ចឹងពេលដែលអ្នកទទួលបានកម្រិត B អ្នកអាចចូលក្រុម clan មួយបានហើយនឹងទទួលបានលុយ30លានប៉ុន្តែបើអ្នកទទួលបានកម្រិត A វានឹងទទួលបានច្រើនជាងនេះហាន់ដេសុងបាននិយាយតើមានកម្រិតលើសពី A ដែរឬទេច័ន្ទហូបានតបថាគឺមានមនុស្សចំនួន5នាក់លើពិភពលោកដែលទទួលបានចំណាត់ឋានៈកម្រិត S ច័ន្ទហូបាននិយាយជាមួយសម្ដេចថាអ្នកកុំគិតថាអ្នកចង់បានកម្រិត S ហើយច័ន្ទហូបាននិយាយទៅប៉ាជាច្រើនហាន់ដេសុងមិនខ្វល់លើទេសំខាន់ញ៉ាំសិនច័ន្ទហូបាននិយាយទៅកាន់ហាន់ដេសុងថាតើអ្នកប្រកាសថាចង់ខ្លាចជាអ្នកប្រមាញ់ដែរឬទេហាន់ដេសុងបានតបថាយេបន្ទាប់មកអ្នកទាំងពីរក៏បានចូលមួយហាន់ដេសុងបានគិតក្នុងចិត្តថាអ្នកប្រមាញ់មិនដឹងអ្នកប្រមាញ់អ្វីនេះទេសាច់រឿងក៏បានកាន់មកដល់ស្ថានភាពមួយយើងបានឃើញនរណាម្នាក់កំពុងតែអង្គុយញ៉ាំអីហើយមនុស្សម្នាក់នឹងបាននិយាយថាកូនបំណុលរបស់ខ្ញុំដូចជាបាត់សូមស្ដាប់ខ្ញុំពេលញ៉ាំយើងក៏បានឃើញមនុស្សម្នាក់នេះទៀតហើយការពីភាគដែលហាន់ដេសុងថាគាត់កុំឲ្យរត់ពេលនោះបន្ទាប់មកបរោះដែលកំពុងញ៉ាំបាននិយាយថាកូនបំណុលរបស់ខ្ញុំបានមកវាយប្រហារកន្លែងដែលធ្វើអតិថិហើយអាប៉ែនោះបាននិយាយថាយេតែប៉ុណ្ណោះគ្មាននរណាឆ្ងាយនោះទេគឺហាន់ដេសុងរបស់យើងនឹងហើយបើអញ្ចឹងនេះគឺជាបញ្ហាបរោះម្នាក់នោះមានជីវិតហេតុអ្វីអ្នកនៅតែបន្តរត់ជានិច្ចអញ្ចឹងហេតុអ្វីបានជាអ្នកប្រាប់រឿងនោះមកកាន់ពួកយើងអាប៉ែនោះបានតបវិញថាគ្មានទីណាដែលខ្ញុំត្រូវទៅនោះទេដែលបរោះម្នាក់នោះមានឈ្មោះថាលីសុខ្វោហើយគាត់នៅ clan ហុងម៉ាគាត់ក៏ជាអ្នកគ្រប់គ្រងផងដែរហេតុអ្វីបានជាអ្នកមានការផិតភ័យយ៉ាងនេះប្រហែលមកពីសាកសពបរោះដែលស្លាប់នៅគៀកនោះហើយមើលតែដែលបរោះម្នាក់នោះងាប់ពិតជាវេទនាមែនតើបាទអ្នកទាំងអស់គ្នាអាចមើលបានពេលដែលលឺអញ្ចឹងដែលធ្វើឲ្យអាប៉ែនឹងកាន់តែភ័យទៅហើយខ្ញុំបាទសូមបញ្ចប់សាច់រឿងតែប៉ុណ្្នឹងសិនព្រោះខ្ញុំហត់ខ្លាំងណាស់ភាគក្រោយកាន់តែល្អមើលហើយគឺដល់កន្លែងល្អមើលយកតែមែនតែម្ដងភាគក្រោយខ្ញុំនឹងចេញសងអ្នកទាំងអស់គ្នាវិញប្រហែល10ឬ15នាទី